បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទពាក់ព័ន្ធជាមួយនឹងប្រទេសថៃទៀតហើយបងប្អូនពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនរាប់តោនត្រូវបានចាប់បានជាបន្តបន្ទាប់ហើយមិនទាន់នឹងផុតអារឿងគ្រឿងញៀនរាប់តោនផងពាក់ព័ន្ធជាមួយនឹងនារីអូតេសម្នាក់ហ្នឹងគឺរត់ពន្ធគ្រឿងញៀនដែលមានតម្លៃជាង$30 លានមិននឹងរឿងហ្នឹងមិនទាន់ចប់ផងហើយឡើយនេះចូលរឿងថ្មីទៀតបងប្អូនពាក់ព័ន្ធជាមួយនឹងបារីអេឡិចត្រូនិកបាទនៅលើទីផ្សាររបស់ប្រទេសថៃនឹងគឺត្រូវបានចែកចាយយ៉ាងទូលំទូលាយមកហើយឥឡូវនេះគឺចាប់ផ្ដើមបាទចែកចាយទូលំទូលាយហើយគឺប៉ូលីសនឹងគឺចាប់ផ្ដើមធ្វើទៅត្រុកដើម្បីចាប់បាទបងប្អូនចាប់អត់ចេះអត់ទេហើយរឿងបារីអេឡិចត្រូនិកហើយការលក់ដូរនៅលើទីផ្សារងងឹតនៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននឹងប្រៀបបានដូចជាវែកចោអញ្ចឹងបងប្អូនបាទចាប់ហើយមកវិញបាទយ៉ាងម៉េចបាទប្រទេសនឹងគឺជាប្រទេសផលិតគ្រឿងញៀនហើយយើងអាចដែលឃើញប្រទេសនឹងចាប់ឡែងផលិតទេបងប្អូនចាប់តែអ្នកនាំចែកចាយនឹងក៏ដូចជាអ្នកនាំចេញនិងអ្នកលក់ដូរតែប៉ុណ្្នឹងបាទកន្លែងផលិតវិញគឺនៅតែផលិតពេញទឹកពេញដីដែរបាទប្រទេសថៃនៅក្នុងពេលបច្ចុប្បន្នវឹកវររឿងគ្រឿងញៀនយើងដឹងហើយថាបន្ទាប់ពីអន្តរជាតិរឹតបន្តឹងខ្លាំងទាំងប៉ាសពតទាំងលិខិតឆ្លងដែននានាទាំងអ្នកតូចអ្នកធំបាទនៅពេលដែលចេញទៅក្រៅប្រទេសគឺគេត្រួតពិនិត្យឡើងល្អិតល្អន់បាទពីព្រោះថាអ្នកតូចអ្នកធំទាំងអស់ហ្នឹងsẽជាប់ពាក់ព័ន្ធមួយគ្រឿងញៀនឥឡូវនេះរឿងថ្មីរឿងបារីអេឡិចត្រូនិកចំនួនជាង10000ដើមបងប្អូនត្រូវបានចាប់បានដោយប៉ូលីសថៃហើយនៅកណ្ដាលទីក្រុងបាងកកទៀតជិតវាំងស្ដេចថៃទៀតអើយពិតជាមិនធម្មតាមែនប្រទេសនេះបងប្អូនបាទពិតជាអស្ចារ្យមែនទែនបាទមិនសរសើរមិនបានទេអញ្ចឹងបាទប្រជាជនថៃពោពេញទៅដោយមនុស្សដែលមានសន្តានមិនល្អមានចរិតឆេវឆាវនឹងក៏ដូចជាចង់បានរបស់អ្នកដទៃហើយជាពិសេសហ្នឹងពួកគេមួយថ្ងៃគឺពោពេញទៅដោយគ្រឿងញៀនតែម្ដងក៏ងើបឡើងគ្រឿងញៀនដេកទៅគ្រឿងញៀនឥឡូវនេះក្រោយពេលដែលប៉ូលីសកូរ៉េក៏បានស៊ើបអង្កេតរកឃើញនៅឃ្លាំងមួយមានគ្រឿងញៀនរហូតដល់4តោនបងប្អូនមែនតិចទេណា4តោនណាហើយបើនិយាយពីគ្រាប់គ្រឿងញៀនបាទដែលផលិតតែងជាផ្លែផ្កាវិញគឺមានរាប់លានគ្រាប់សិតសឹងតែម៉ាតកោបាទហេរ៉ូអ៊ីនហើយនឹងមានគ្រឿងញៀនដទៃផ្សេងទៀតដែលមិនទាន់ផលិតចេញទៅជាគ្រាប់សម្រាប់នឹងដើម្បីលក់ដូរនៅលើទីផ្សារហើយនៅក្នុងពេលបច្ចុប្បន្ននេះកូរ៉េនឹងក៏គេបានចាត់ទុកប្រទេសថៃគឺជាប្រទេសគ្រឿងញៀនហើយមានការរដ្ឋបិទខ្លាំងចំពោះប្រជាជនថៃដែលកាន់ប៉ាសពតថៃនិងលិខិតឆ្លងដែនថៃទៅប្រទេសកូរ៉េបាទស្រួលមិនស្រួលបើគេសង្ស័យហើយចូលបន្ទប់ VIP ដើម្បីសួរនាំហើយធ្វើការតេស្តមើលតែម្ដងបងប្អូនបាទដូចជាករណីថ្មីនេះរឿងនារីអូតេបាទរបស់ថៃនឹងគឺត្រូវបានចាប់ខ្លួនភ្លាមដោយប្រទេសអូស្ត្រាលីក្រោយពេលដែលពួកគេនឹងធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀននេះចាប់បានថាម្ដងចុះមុនពេលចាប់បានមិនដឹងថានាំចូលប្រមាណដងទៅហើយទេបងប្អូនហើយបាទអញ្ចឹងមិនថាប្រទេសនេះបាទមានអ្វីដែលថ្មីលេងរហូតជាពិសេសពាក់ព័ន្ធជាមួយនឹងអា scam online បាទបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានិងបោកប្រាស់បាទយកមនុស្សឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសបាទនឹងបោកប្រាស់ផ្សេងទៀតដែលត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់តែឥឡូវនេះបាទបន្ទាប់ពីចាប់ឃាត់ខ្លួនហើយដូចវែកចោអត់ចេះហើយបាទអ្វីដែលព្រួយបារម្ភបំផុតដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំដឹងថាប្រជាពលរដ្ឋខ្មែរយើងនៅថៃមាននៅទៀតដូច្នេះបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទឥឡូវមួយរយៈចុងក្រោយនេះប្រទេសថៃកំពុងតែស្ថានភាពរញ៉េរញ៉ៃខ្លាំងហ្មងបងប្អូនបាទទាំង scam ផងបាទទាំងបារីអេឡិចត្រូនិកផងបាទទាំងគ្រឿងញៀនផងទាំងក្រុមបងតូចបងប្រុសនិងពួកម៉ាហ្វៀផងបាទធ្វើជាបន្តបន្ទាប់នេះបង្ហាញសោកបញ្ជាក់ឲ្យឃើញថាថៃនៅក្នុងពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបាទដ៏រញ៉េរញ៉ៃមែនទែនដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា